ណាសូមជម្រាបសួរទៅដល់ពុកម៉ែមីងបងប្អូនទាំងអស់ក៏ដូចជាសូមជម្រាបលឹកដល់លោកពុកលោកម៉ែលោកមីងទាំងអស់នៅខាងកម្ពុជាលើកម្ពុជាក្រោមនិងកម្ពុជាកណ្ដាលនិងសូមគោរពនមស្ការថ្វាយបង្គំគុណម្ចាស់គ្រប់ព្រះអង្គណាហើយជម្រាបរលឹកទៅដល់ជាតិខ្មែរកម្ពុជាដែលយើងនៅឆ្ងាយប្រទេសនានាដែលយើងដឹងខ្លួនថាជាខ្មែរស្ដាប់ខ្ញុំបានច្បាស់ល្អណាហើយថ្ងៃនេះខ្ញុំមកបង្ហាញអំពីទីនាងខាងប្រុសកណាតែនឹងមុននឹងបង្ហាញណាសូមនឹងសំណពរទៅដល់អ្នកដែលបានចូលមកទស្សនានៅវីដេអូក្នុង channel មួយនេះដែលមិនទាន់ចុច Subscribe ទេសូមតាចុចម្នាក់មួយផងទៅចុច Like ចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំក្នុងការចែកម្លែកចំណេះដឹងបន្តទៀតបន្ទាប់ខ្ញុំសូមគ្រប់ស្ពះថ្វាយបង្គំក៏ដូចជាសូមស្ពះរំលឹកនឹងគុណនឹងគ្រប់ដោយការស្រឡាញ់ក្នុងការជួយថែរក្សាចូលរួមចំណែករក្សានៅតម្រាសតិកាពីខ្ញុំនៅក្នុងរយៈខ្លីនេះមានបងប្អូនកូនក្មួយក៏ដូចជាលោកគ្រូអ្នកគ្រូនិងគុណម្ចាស់មិនថាទាំងកម្ពុជាលើកម្ពុជាក្រោមនឹងទូទាំង25ខេត្តគឺមានចិត្តមេត្តាដល់ខ្ញុំនឹងចូលរួមចែកជាវចូលរួមជាវទៅលើសតិកាដែលខ្ញុំបានជាវហ្នឹងគឺច្រើនមែនទែនច្រើននឹងបើសិនជាយើងជាវទៅវាស្រួលក្នុងការមើលពេលដែលខ្ញុំធ្វើវីដេអូទៅវាងាយស្រួលជាងដោយសារអីដោយសារការបង្ហាញខ្លះគឺយើងមិនអាចបង្ហាញទាំងអស់ទេដោយសារតែក្តារឈ្មោះខ្ញុំគឺវាពេញទៅហើយមិនមែនទូចទេបងប្អូនក្តារឈ្មោះខ្ញុំនឹងធំណាស់ទេប៉ុន្តែយើងបានតែប៉ុណ្ណឹងដល់ពេលយើងកាត់វគ្គទៅលើការអធិប្បាយវាកាន់តែឆ្ងាយទៀតហើយពីព្រោះឧទាហរណ៍ថាយើងរៀបមកនៅលើក្មេងចំរៀបយើងអាននៅលេខ7មុន7នាក់ដែលរៀបទៅចំទីនាងក្មេងនៅលើរៀបមានអន្តន័យនេះយ៉ាងចេះមួយត្រូវធ្វើពេលសាងរួតពេលប្រមាណរួតសាងរុកស្នងប្រមាណហើយបូជាប្រគ្រោះត្រូវសូត្រធ្វើអ្វីត្រូវបូជាទៅនាងខាងណាពីណាហើយមានទំនំតមអ្វីខ្លះនឹងវាវិញឆ្ងាយចឹងឯងទៀតចឹងទេដូចខ្ញុំបានបង្ហាញចឹងបើសិនជាយើងមានសិភៅបែបជាងាយជាងងាយជាងយើងឃើញហើយថាលេខទាំងអស់វាមានក្មេងពីលកណ្ដាលចាស់ចឹងទេអ្វីដែលយើងបានយល់ហើយថាក្នុងបច្ចុប្បន្នយើងមានជាកັບអាយុយើង75ទៅ80ឆ្នាំក្នុងអាយុខែបច្ចុប្បន្នឥឡូវយើងបែងចែកមកជា4មកជា4មកថាក្នុងអាយុណាអាចកាត់ថាចាស់កណ្ដាលពីលហើយក្មេងហើយយើងរៀបអញ្ចឹងមករៀបអញ្ចឹងមកសូមបញ្ជាក់ហើយដូចខ្ញុំបានរៀបរៀងអញ្ចឹងមិនតាំងតែទិញសតិកាជាវសតិកាទៅបានថាមិនមែនចង់ទេទៀតតែពេលខ្លះដែលខ្ញុំមិនបានបង្ហាញវីដេអូពុកម៉ែមីងបងប្អូនកូនក្មួយនឹងអាចចម្រើនបើកសិភៅមើលឃើញនៅអត្ថប្បាយផ្សេងនៅក្នុងហ្នឹងនឹងវាច្បាស់ហើយបើយើងគិតថាវាភ័យខ្លាចថាមិនមែនទេទៀតគឺសំរុំទេអាចមានលទ្ធភាពយើងជាវទៅសិក្សាបានហើយចូលជាតម្រាមួយដែលយើងរក្សាទុកបានសតិកាដែលយើងរក្សាទុកតកូនតចៅយើងបានឬមើលក៏ខ្លួនយើងអាចនឹងឯទោះទីមើលសម្រាប់ក្រុមគ្រួសារយើងបានតម្លៃយើងគិតជាធម្មទានផងចឹងទេយើងមានលទ្ធភាពអាចជាវយកទៅរក្សាបាននឹងវាប្រសើរណាស់ទៀតពីព្រោះក្នុងនឹងតម្រាទាំងអស់សម្រាប់ខ្មែរយើងគឺនៅក្នុងនឹងទាំងអស់មិនថាចង្កិច្ចប្រងពលីមិនថាជាការធ្វើផ្ទះសង់ផ្ទះហ្នឹងមើលទៅជ័យភូមិអីគឺនិយាយទៅគឺខ្មែរយើងរៀបចំ
แต่ក្នុងការរៀបចំនោះមិនមែនគ្រូអាចារ្យរៀបចំទេទៀតគឺណាគឺជាម្ដេចគ្រូអគ្គធម្មអនុគួនហ្នឹងហើយយើងគិតពិចារណាមើលថាតើការរៀបចំរបស់លោកហ្នឹងគឺដើម្បីអ្វីទេណាគឺដើម្បីអ្វីដែលពិសេសនៅខ្ញុំកណាខ្ញុំពីមុនមកគឺខ្ញុំមិនដែលចែកចាយទេឡើងពី2006មកម្លេះព្រោះជាកម្មសិទ្ធិរបស់វត្តណាកម្មសិទ្ធិរបស់វត្តតែមកដល់ឥឡូវយើងមើលទៅសង្គមភាគច្រើនគឺមានការធ្វើខុសប្រឆាដែលមានក្រុមបន្លំណាផ្សេងដែលខ្ញុំកណាមិនបាននឹងបង្ហាញទេចឹងតែយើងកុំឲ្យគេបន្លំយើងបានទៅយើងដឹងដែរតែយើងដឹងដែរយើងចេះដែរណាយើងយល់ដែរចឹងតែគេមិនអាចមកបន្លប់បង្វាយយើងបានទេនឹងឲ្យអ្នកដែលស្គាល់នៅអីទៀតគឺនៅការចេះដឹងស្គាល់នៅការចេះដឹងយើងនឹងគឺដឹងច្បាស់ថាអានេះក៏ត្រូវរៀបចេះទៅចេះលោកគ្រូអាចារ្យរៀបខុសហើយណាមិនបានដឹងខ្ញុំមាននៅគ្រូរបស់ខ្ញុំណានេះគ្រូខ្ញុំមកខាងណាខេត្តសៀមរាបទំនៀមទម្លាប់បុរាណខាងខ្មែរអង្គរណាមានតាំងពីកិច្ចការផ្សេងនេះលោកគ្រូអាចារ្យឯងហ្នឹងហើយបើថាហ្នឹងហើយយើងមិនសូវមានទេហ្នឹងហើយចែកខ្ញុំទៅទេណាចម្លងទៅហ្នឹងសម្រាប់គ្រូអាចារ្យទេតែកុំមកយកធ្វើជាអាជីវកម្មអីណាសូមបញ្ជាក់ហើយក្នុងសិទ្ធិការនោះបងប្អូនដឹងហើយដូចខ្ញុំបានជម្រាបពីខាងមុនមកហើយថាកាលដែលយើងរៀបអាយុទៅឥឡូវយើងរៀបពីលេខ7មកដល់លេខ4ឡប់ទៅរៀបពីលេខ7មកវិញណាឡប់រៀបមកវិញហើយដូចខ្ញុំកណាដឹងថាប្រហែលខ្ទង់10ប្រហែលខ្ទង់20ប្រហែលខ្ទង់30អញ្ចឹងបងប្អូនតែរៀបមកចំណាំហើយមានឡងទៅ1ទៅ10ហើយហ្នឹងហើយ8ណា9 10លេខ8 10លេខ11នេះ20ហើយលេខ1 20លេខ3ហ្នឹងគឺ30ហើយណាលេខ3 30លេខ7 40ឃើញទេកណាយើងចេះមានលេខស្រួលដែរយើងសូត្រមានលេខសរុបមករៀបងាយដល់ពេលយើងរៀបយូរយើងដឹងទៅយើងបាយយកដល់យើងចង្អុលយកហ្នឹងហើយចង្អុលយក10 20 30 40យើងដឹងណា8 10 1 20ណា30ហ្នឹងហ្នឹងហើយ8 9 10អូខេ15ណា26 32 44ឃើញហ្នឹងហើយហ្នឹងវាបើនិយាយទៅវាពិបាកយល់ដែរតែយើងរៀបណារៀបទៅដឹងហើយណា8 9 10ហ្នឹងហើយ20 30 40យើងលងទៅមួយមក10ហើយតែយើងរៀបទៅមកយើងដឹងទេណានេះសូមបញ្ជាក់ហើយបញ្យល់បន្ថែមបងប្អូនខ្លះលោកអត់ដឹងថាយើងរៀបយ៉ាងម៉េចធ្វើយ៉ាងម៉េចទេណាកណាហ្នឹងគឺខ្ញុំបង្ហាញឲ្យទេណាបង្ហាញណាអនុស្រ័យហើយនឹងការរៀបចំកិច្ចទាំងឡាយលោកគ្រូអាចារ្យវិសេសណាខ្ញុំក៏និយាយទេតែលោកគ្រូអាចារ្យវិសេសណាគុំថាដោះគ្រោះនេះគេថាតែគឺគេរៀបចំស្រេចគ្រូរៀបចំស្រេចប៉ុន្តែខ្ញុំសនំពោថាគ្រប់ទាំងអស់ដោះគ្រោះណាសូត្រគេថាតាមរៀបចំទាំងអស់ពិតមែនតែខាងក្រោយមកអស់ត្រូវសូត្រធម្មចក្រកពវតនៈសូត្រនឹងបានពាក្យកដាលក៏យកដែរណាពាក្យកដាលក៏យកដែរព្រោះគេថានឹងសំខាន់ណាស់សម្រាប់អ្នកដោះគ្រោះគឺជាពាក្យថាដែលព្រះពុទ្ធវិមចាស់ដល់ចម្រើនព្រះអង្គណាត្រាស់សម្ដែងប្រោះបញ្ចយុគីទាំង5នោះចឹងទេគេថានោះខ្ញុំកណាឧស្សាហ៍ប្រើពេលដែលខ្ញុំកណានៅវិជ្ជាប្រសង់ខ្ញុំកណារំដោះគ្រោះខ្ញុំកណាប្រើបន្ទាប់ពីពាក្យថាដែលយើងសូត្រវិជ្ជាជីវទានសីក្លីនិងការសពណាគ្រីមនួនអីទៅមេតេមហាមេត្រីទៅមហាមេឃមហាអីទៅតាំងប្រសិទ្ធប្រទៅប៉ុន្តែពេលសូត្រគេថានឹងចប់ទៅពិធនឹងចប់ទៅយើងសូត្រធម្មចក្រកពវតនៈសូត្រនៅពេលទៅក្រោយមកអញ្ចឹងទៅណាទោះបីជាបានមិនជាហៀងក៏យកដែរព្រោះវាកិនជាងអត់ណាតែយើងមានកម្លាំងទៅសូត្រទៅបើថាយើងចេះស្ទើរហើយវាមិនយូរទេកណានឹងវាមានអត្ថន័យណាស់កណាឲ្យមកដល់ពេលនេះខ្ញុំក៏សូមណា
អរគុណទុកជាមុនចំពោះការជួយចុច Subscribe ចុច Like ចុចកណ្ដឹងឲ្យបងប្អូនដែលមានចិត្តចង់ចែកជាវណានៅកុំគិតខ្លាចថាមានការដាក់តម្លៃថ្លៃឲ្យអត់ទេទៀតណាគឺយើងចែកដូចជាចែកជាធម្មតាចឹងណាចឹងចង់ដឹងអីអាចសាកសួរបានទៀតណាគណៈខ្ញុំដាក់លេខទូរស័ព្ទជា Telegram នៅលើហ្នឹងឯងលេងគណៈក៏សូមគោរពជូនពរទៅដល់គុំម្ចាស់បងប្អូនកូនក្មួយដែលបានគណៈជឿទៅសិក្សាហើយក៏សូមឲ្យពុទ្ធទើបសងគុណមេត្តាគុណបិតាគុណគ្រូវិជាយាយចាជំនួយជំនួសរាជទេវតាថែរក្សាទឹកថែរក្សាចដូនវិតាគង់មកនឹងជួយបង្ហាញផ្លូវនឹងឲ្យមានការចងចាំចាប់ចេះចាប់ចាំចំណាំឆាប់បានហើយក៏សូមមានប្រាជ្ញានឹងឲ្យកាន់តែភ្លឺស្វាងទៅណាជាគេតំណែលឬមួយក៏យកទៅអនុវត្តដើម្បីសង្គ្រោះគេបានឲ្យប្រសើរឲ្យចម្រើនរហូតទៅណាគណៈអរគុណលាណា